ព្រឹកនេះនាំបងប្អូនទៅមើលការវិវត្តរបស់សត្វកណ្តុរចាប់ពីវាកើតបង្កកំណើតតើយើងប្រើរយៈពេលប្រមាណបានកណ្តុរយើងធំលូតលាស់ល្អយកទៅប្រកាត់យកទៅជាធ្វើជាកណ្តុរសាច់បាទអញ្ចឹង8កើតបានរយៈពេល4ថ្ងៃហើយ8បាទ4ថ្ងៃគឺប្រែពណ៌ប្រែសបអញ្ចឹងចាប់ពីវាកើតបាន4ថ្ងៃវាប្រែពណ៌ប្រែព្រោះជើជាសបខ្មៅកើតដំបូងឡើងក្រហមអញ្ចឹងបងប្អូនដែលឃើញកូនកណ្តុរក្រហមហ្នឹងគឺកូនកណ្តុរទើបតែកើតទេបាទអញ្ចឹង8ហ្នឹងកើតបាន4ថ្ងៃហើយកូនគេនេះមានសុខភាពល្អដោយសារមេគេសបោទឹកដោះមេនឹងធំបងប្អូនមេ1គីឡូ1ខាំពូជធំមេកំមុំប៉ុន្តែធំមេនេះឲ្យកូនច្រើនអញ្ចឹងណាបាទអញ្ចឹងការវិវត្តរបស់សត្វកណ្តុរគឺចាប់ពីវាកើតហើយវាវិវត្តភេទសបោចាប់ពីក្រហមមកសបោរឿងខ្មៅបន្តិចហ្នឹងដោយសារវាលូតលាស់បាទបន្ទាប់ហើយយើងទៅមើលដល់កូនរំដួលកូនបាន11ថ្ងៃហើយបាទរំដួលនេះកូនបាន11ថ្ងៃអញ្ចឹង11ថ្ងៃនេះកណ្តុរវាចាប់ផ្ដើមបើកភ្នែកចេះរត់ពេញអាងហើយបងប្អូនណាអញ្ចឹងចាប់ពីវាកើតបានរយៈពេល11ថ្ងៃ12ថ្ងៃហ្នឹងគឺវាបើកភ្នែកហើយវាបើកភ្នែកហ្នឹងមិនមែនបើកភ្នែកចេះរកស៊ីអត់ទាន់ចេះរកស៊ីទេគាត់នៅបើកភ្នែកដឹងមីដឹងបាវាកន្លែងណាអញ្ចឹងវារត់រកគ្នាអញ្ចឹងណាអញ្ចឹងអត់ទាន់ចេះស៊ីទេចំណៃអត់ទាន់ចេះទេដោយសារវាទើបតែចេះបើកភ្នែកទេហើយប៉ុណ្ណឹងកំពុងតែពេញបើហើយអញ្ចឹងយើងត្រូវបុកចំណីឲ្យមេហ្នឹងឲ្យបានស៊ីគ្រប់គ្រាន់ដើម្បីមានទឹកដោះទៅឲ្យកូនបើឲ្យកូនហ្នឹងឆាប់លូតលាស់ធំបាទអញ្ចឹងយើងវិវត្តពីកូន3ទៅ4 5ថ្ងៃហើយដល់11ថ្ងៃនេះគឺយើងត្រូវបុកចំណីហើយបាទក៏ដល់ទៅការបើបាទបន្ទាប់ពីយើងចំបានរយៈពេល1ខែ10ថ្ងៃនេះកូន1ខែ10ថ្ងៃបងប្អូនណាបាទកូនបស៊ីម៉ៅ1ខែ10ថ្ងៃអញ្ចឹងកាលណាយើងបំពន់មេនឹងបានទឹកដោះបើគ្រប់គ្រាន់កូនក៏ឆាប់ធំបានរយៈពេល1ខែ10ថ្ងៃហើយយើងចាប់ផ្ដើមបំបែកកូនហើយបងប្អូនដោយសារយើងបំបែកឲ្យកូននឹងប្រឹងស៊ីចំណីកាលណាយើងមិនបំបែកទេកូននឹងគៀមមេនៅបើនឹងអញ្ចឹងទៅធ្វើឲ្យមេនឹងក៏មិនអាចបន្តពូជបានទៀតហើយយើងគោមិនអាចបំពន់កូននឹងកើតដែរអញ្ចឹងតើយើងបំបែកកាលណាបំបែកពីមេទៅកូននឹងចាប់ផ្ដើមប្រឹងស៊ីហើយកាលណាវាប្រឹងស៊ីគឺឆាប់ធំអញ្ចឹងកូនសៀមម៉ៅយើងបំបែកហើយបងប្អូនណាដោយសារកូនសៀមម៉ៅនឹងឆ្លោះល្អណាស់សបកឡើងខ្មៅក្រឹបហើយបំបែកយើងអាចបោកចូលគ្នាបានជាមួយមេបាផ្សេងទៀតហ្នឹងយើងដាក់ក្បែរចូលគ្នាទៅកាលណាយើងអត់ចូលគ្នាពីប៉ុណ្ណឹងទៅទេវាអាចខំគ្នាអញ្ចឹងពេលយើងបំបែកថ្ងៃទៅមួយកូនដែលកើតថ្ងៃជាមួយគ្នាហ្នឹងយើងបំបែកដាក់ចូលគ្នាអញ្ចឹងទៅវាអត់ខំគ្នាទេវាអាចនៅមួយគ្នាបានជាក្រុមអញ្ចឹងយើងបំបែកច្រើនណាបងប្អូនណាអញ្ចឹងយើងធ្វើអាងមួយសម្រាប់ស្តុកកូនយើងសុកកូនដាក់បានកូនច្រើនហើយបំបែកចំថ្ងៃតែមួយកាលណាបំបែកខុសថ្ងៃគ្នាដាក់ចូលគ្នាគឺដេញខំពេញមិនហ្នឹងហើយបាទសត្វកណ្តុរវាមានបាផ្សេងគ្នាអញ្ចឹងយើងទៅបំបែកថ្ងៃជាមួយគ្នាដាក់ត្រង់ជាមួយគ្នាបាទបើបងប្អូនអត់ធ្វើអញ្ចឹងទេវាខំគ្នាពេញមិនហ្នឹងហើយខ្ញុំធ្លាប់អញ្ចឹងយើងទៅបំបែកមេ2 3នឹងបញ្ចូលចំថ្ងៃតែមួយមកដោយសារវាកើតចំថ្ងៃជាមួយគ្នាហើយវាប្រហែលគ្នាអញ្ចឹងណាបាទបន្ទាប់យើងបំបែកហើយយើងពណ៌បាទនេះជាកណ្តុរដែលយើងពណ៌ចាប់ពីបំបែកមេបាហើយយើងពណ៌មក1ខែបងប្អូនយើងពណ៌នៅវាស៊ីចំណីស៊ីអី1ខែអញ្ចឹងទៅឃើញប្រែព្រួសបទៅជាសបផ្សេងដូចថាកណ្តុរយើងមកកាត់ឈាមពី3ឈាមអញ្ចឹងវារត់ឈាមទៅជាសបក្រហមខ្មៅប្រៃអញ្ចឹងទៅអញ្ចឹងវាទៅជាចេញសបផ្សេងបន្ទាប់ពីយើងពណ៌វាបាន1ខែទៅវាឡើងគីឡូហើយវាវិវត្តទៅជាកណ្តុរមួយដែលយើងអាចបន្តពូជបានណាអញ្ចឹងចន្លោះពេលដែលយើងបំបែកនឹងចូលរយៈពេល1ខែជាងសរុបទៅវាចូល2ខែ10ថ្ងៃទៅ20ថ្ងៃចាប់ពីវាកើតណាបាទអញ្ចឹងយើងអាចត្រៀមយកទៅប្រកាត់ឬមួយយកទៅជាកណ្តុរសាច់បានហើយវីដេអូការវិវត្តរបស់សត្វកណ្តុរគឺមានតែប៉ុណ្្នឹងទេបាទក៏សូមអរគុណដល់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា